ស្រុកខ្មែរយើងឥឡូវលយអស់តោហើយនេះគេចំណាយលុយមកធ្វើចដាវយន្តចោលនៅកដាលព្រៃនេះហើយចដាវយន្តធ្វើបែបចដាវយន្តកញ្ចក់មើលទៅលងស្អាតលងតំណងហ្មងមិនសមថាមិននៅកដាលព្រៃសោះអ្នកធ្វើចដាវយន្តនេះប៉ិនមែនក៏រើសទីតាំងលើភ្នំដើម្បីឲ្យភ្ញៀវទៅជិះចដាវយន្តហើយមើលទេសភាពទៅខាងក្រោមឃើញព្រៃឃើញភ្នំចាឃើញមានកោះឃើញមានទឹកសមុទ្រនៅកំពង់សោមបងប្អូនខ្ញុំពិតជាគាំទ្រខ្លាំងមែនទែនចំពោះការកែច្នៃកន្លែងលេងប្លែកៗនៅស្រុកខ្មែរយើងប្លែកមែនទែនបងប្អូនធ្លាប់តែជិះចដាវយន្តនៅទីក្រុងអាគារខ្ពស់ៗហាដល់ពេលនេះមកជិះចដាវយន្តនៅកដាលព្រៃហើយខ្ពស់របស់គេនេះពេលដែលខ្ញុំជិះកង់3មកដល់ឃើញស្អីគេនឹងចដាវយន្តហើយកញ្ចក់ទៀតឡើងតំណងបាយបាយតើហើយចុះទៅវិញឡើងកលួចថាឡើងមកខ្ពស់តដែរដល់ពេលចុះទៅវិញឡើងកលួចស្រាវជើងដែរហ្នឹងកញ្ចក់អញ្ចឹងអត់ទាន់សូវមានអ្នកស្គាល់នៅឡើយទេខ្ញុំមកថ្ងៃនេះគឺថាស្ងាត់ជ្រាបក៏ប៉ុន្តែនៅនេះទេសភាពស្អាតណាបងប្អូនសម្រាប់ចដាវយន្តនេះគឺគេធ្វើនៅលើទីខ្ពស់មែនទែនគេធ្វើនៅលើភ្នំហើយគេធ្វើកម្ពស់ទៅលើ30-40 ម៉ែត្រទៀតចឹងហើយទៅធ្វើឲ្យយើងឃើញទេសភាពស្រស់ស្អាតហើយមើលពីលើមកក្រោមឡើងកលួចគេមានស្ពានឲ្យយើងដើរថតរូបអីចឹងទៅហើយខាងក្រោមនោះគឺជាភ្នំហើយឥឡូវគេព្យាយាមរៀបចំតុបតែងធ្វើជាសួនអាចថតរូបបានមានកន្លែងលេងស្អាតចឹងណាដែលទីនេះមានឈ្មោះថាកំពូលភ្នំព្រែកត្របែកស្ថិតនៅឆ្នេរមាសឆ្នេរប្រាក់កំពង់សោមថ្ងៃនេះខ្ញុំទៅលេងកំពង់សោមលក្ខណៈគ្រួសារធំអណ្ឌិតម៉ាក់យាយនោះថានាំម៉ាក់យាយមកដើរលេងឥឡូវបានដើរមែនខ្ញុំមកដល់ភ្នំព្រែកត្របែកហើយក៏មានកង់3អគុយគេមកយកយើងឲ្យយើងដើរឆ្ងាយពេកទេបន្ទាប់មកគឺថាយើងជិះសំដៅដើរលេងតាមព្រៃហ្នឹងហើយក៏កលេចទៅអូយនឹងរំភើបហ្មងឃើញចដាវយន្តកដាលព្រៃមើលទេសភាពទៅខាងក្រៅមកបងប្អូនម្ចាស់ទីកន្លែងនេះគាត់ចេះរកនឹកឃើញគាត់ព្យាយាមកែច្នៃអភិវឌ្ឍកន្លែងនេះឲ្យតាក់ទាញឲ្យប្លែករបស់គេមែនតាអញ្ចឹងអីឥឡូវនេះពួកយើងបានមកដល់ហើយចុះពីលើកង់3ដើរមើលតិចសិនមើលហ៊ានជិះក៏អត់នេះខ្ពស់ដែរហ្នឹងតិចឡើងទៅដល់លើស្រាវជើងអីវិញទៅតែមិនអីទេបើសិនជាបងប្អូនចង់ទៅជិះចដាវយន្តនឹងដែរពេលទៅលេងកំពង់សោមកុំភ្លេចទៅកន្លែងឆ្នេរមាសឆ្នេរប្រាក់គេលក់សបុតនៅនឹងឯងឥឡូវខ្ញុំរៀបរាប់បន្តិចសិនមុននឹងយើងឡើងទៅលើចដាវហ្នឹងយើងក៏អាចមើលឃើញទេសភាពដ៏ស្រស់ស្អាតទៅខាងក្រោមបានដូចគ្នានៅទីនេះគេកំពុងតែសាងសង់កំពុងតែធ្វើជាបន្តបន្ទាប់មិនទាន់ហើយ100%ទេបន្ទាប់មកគេមានបុគ្គលិកនៅរោងចាំទទួលយើងចង់ទៅជាក្រុមគ្នា5 6 7នាក់អីជិះជាមួយគ្នាក៏បានឬមួយក៏ជិះបំបែកគ្នាម្នាក់ម្ដងក៏បានដែរម៉ាក់យាយបាយចាបងប្អូនទាំងអស់គ្នាខ្ពស់ពេកម៉ាក់យាយខ្ញុំអត់ហ៊ានជិះទេអញ្ចឹងហើយម៉ាក់យាយនឹងអង្គុយលេងចាំខាងក្រោមហើយពេលចដាវយន្តឡើងទៅហើយស្រឿតឃើញទេសភាពខាងក្រោមស្អាតខ្លាំងណាស់ខ្ញុំមកភ័យខ្លាចខ្ពស់ហើយតែខ្ញុំភ័យនឹងទៅសធ្នឹមដូចជាខ្លាចបុកក្បាលឃើញទេធ្នឹមហ្នឹងតែតាមពិតគេធ្វើសុវត្ថិភាពណាអត់មានប៉ះពាល់រូបរាងកាយយើងអីទេហើយឥឡូវនេះបានមកដល់លើស្រេចខាងលើនេះគឺគេធ្វើជាប្រកាន់ដៃកន្លែងឲ្យយើងឈរមើលទេសភាពដ៏ឆ្ងាយកលួចដាច់កតុយភ្នែកយើងអាចឈរគយគន់ទេសភាពឬក៏យើងអាចរកកន្លែងថតរូបផ្សេងនៅលើភ្នំហ្នឹងដែលគេធ្វើកន្លែងឆ្នៃជាច្រើនផ្សេងទៀតអានេះខ្ញុំកំពុងតែឈរនៅជាន់លើគេបំផុតហើយម៉ាក់ខ្ញុំនៅជាន់ខាងក្រោមមើលទៅឃើញលឹងកលួចហើយខាងក្រោមគាត់នឹងក៏ខ្ពស់ដែរបងប្អូនអាចមើលឃើញសិតតែភ្នំហើយសិតតែថ្មភ្នំពេញហ្នឹងនៅទីនេះគេមានដាក់ផែនទីឲ្យយើងថានៅជុំវិញកន្លែងដែលយើងឈរហ្នឹងមានអីខ្លះមានដូចជាកោះថ្មីមានដូចជាកោះត្រល់អីចឹងណាសម្រាប់បងប្អូនដែលចង់ទៅលេងខ្ញុំសូមបញ្ជាក់ទីតាំងម្ដងទៀតគឺនៅឆ្នេរមាសឆ្នេរប្រាក់បងប្អូនទៅដល់ឆ្នេរមាសឆ្នេរប្រាក់គឺគេមានកន្លែងលក់សបុតនៅនឹងតែម្ដងអរគុណបងប្អូនទាំងអស់គ្នាដែលចូលចិត្តវីដេអូនេះជម្រាបលា